បាទសួស្តីអ្នកនរគ្នានេះគឺជារបៀបដែលយើង config Open Code ដើម្បីប្រើប្រាស់ API របស់ Hashnote នៅលើ Windows PowerShell ហើយសូមបញ្ជាក់អ្នកនរគ្នាវីដេអូនេះគឺបង្កើតឡើងដោយ AI ហើយទទួលបាន API ពី Hashnote ដើម្បីយកមក train AI ផងដែរជាធម្មតានៅលើ Open Code គឺតែងតែភ្ជាប់នៅ provider ធំៗដូចជា Claude, ChatGPT ជាដើមចឹងបើសិនជាអ្នកនរគ្នាចង់ផ្លាស់ប្ដូរ provider ផ្សេងៗដែលមានតម្លៃធូរថ្លៃដូចជា Hashnote ឬមួយក៏ Hugging Face ឬមួយក៏ Open Router ចឹងអ្នកនរគ្នាអាចផ្លាស់ប្ដូរតាមវិធីនេះបានសម្រាប់ជំហានដំបូងអ្នកនរគ្នាត្រូវបើក Windows PowerShell ហើយបន្ទាប់មកអ្នកនរគ្នាវាយ command នេះចូលនៅលើ Windows PowerShell រួចចុច Enter បន្ទាប់ពីអ្នកនរគ្នាចុច Enter ហើយវានឹងបើក Notepad ដែលបើក setting.json របស់ Open Code បន្ទាប់ពីអ្នកនរគ្នាបើក file setting នេះហើយអ្វីដែលអ្នកនរគ្នាត្រូវត្រៀមគឺ base URL API key ជាមួយនឹង model ដែល support នៅពេលដែលអ្នកនរគ្នាត្រៀមរួចរាល់ហើយអ្នកនរគ្នាអាច copy setting នេះចូលទៅកាន់ setting.json របស់ Open Code បានបន្ទាប់ពីអ្នកនរគ្នាដាក់រួចរាល់ហើយអ្នកនរគ្នាអាចចុច save ឬមួយក៏ចុច Ctrl S រួចអ្នកនរគ្នានឹងអាចប្រើប្រាស់ model ដែលអ្នកនរគ្នាបាន config នៅក្នុងនោះបាន